យ៉ាងហោចណាស់មានមនុស្សប្រមាណជាង242នាក់បានបាត់បង់ជីវិតបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនៅឯប្រទេសឥណ្ឌា लंबी सवारी कितनी थी पूरे ही गए អាកាសយានដ្ឋានអាមេដាដេតនៅឯទីក្រុងប្រទេសឥណ្ឌានៅរសៀលថ្ងៃទី12ខែមិថុនាមានយន្តហោះមួយគ្រឿងម៉ាក Boeing 787បានធ្លាក់នៅលើតំបន់លំនៅដ្ឋាន5នាទីបន្ទាប់ពីការហោះហើរនៅម៉ោង 1:30 នាទីរសៀលថ្ងៃនេះអាកាសចរក្រុមហ៊ុន Air India បាននិយាយថាជើងហោះហើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៅទីក្រុងឡុងបានដឹកអ្នកដំណើរនិងនាវិកសរុប242នាក់ក្នុងចំណោមនោះមានជនជាតិឥណ្ឌា169នាក់ជនជាតិអង់គ្លេស53នាក់ជនជាតិប៉ូទុយហ្គាល់7នាក់និងជនជាតិកាណាដា1នាក់ជើងហោះហើរ AI 171តាមរយៈយន្តហោះ Boeing 787បានធ្លាក់នៅលើតំបន់លំនៅឋានរបស់អ្នកស្រុក5នាទីបន្ទាប់ពីហោះហើរនៅម៉ោង 1:30 នាទីរសៀលថ្ងៃនេះ